ផ្សិតនិងជំងឺសេកមាន់មួយណាគួរឲ្យខ្លាចជាងតកតងទៅនឹងជំងឺផ្សិតវាមិនគួរឲ្យខ្លាចដូចជំងឺសេកមាន់ទេបងប្អូនទៅលើជំងឺផ្សិតនេះគឺវាអត់ពិបាកនៅក្នុងការដោះស្រាយទេបើសិនជាករណីបងប្អូនដោះស្រាយឲ្យចំគោលដៅបញ្ហាជំងឺបងប្អូនដឹងពាក់ព័ន្ធជាមួយនឹងមូលហេតុបង្កទៅលើបញ្ហាជំងឺរបស់បងប្អូនចាហើយដឹងតកតងទៅនឹងវិធីសាស្ត្រក្នុងការថែទាំសុខភាពអញ្ចឹងជាទូទៅនៅពេលដែលស្ត្រីគាត់កើតមានទៅលើពពួកមេរោគផ្សិតចាប់ផ្ដើមធ្វើឲ្យគាត់មានការធ្លាក់សលក្ខណៈកកដុំមានការរមាស់មានការឈឺក្តៅកាហាយស្ងួតទៅនឹងតំបន់ទ្វារមាសហើយនៅពេលដែលស្ត្រីគាត់មានទៅលើបញ្ហាផ្សិតមិនបានដោះស្រាយវាអាចបង្កទៅជាការរលាកទ្វារមាសឬក៏មានការរលាកមាត់ស្បូនបានអញ្ចឹងទៅលើជំងឺផ្សិតគឺវាជាប្រភេទជំងឺមួយដែលងាយសូមទៅនឹងថ្នាំហើយសម្រាប់បងប្អូនស្ត្រីដែលគាត់មានបញ្ហាផ្សិតចាប់ពី3ដងឬក៏4ដងក្នុងមួយឆ្នាំអានឹងគឺជាជំងឺផ្សិតរ៉ាំរ៉ៃដែលយើងព្យាបាលវាងាយសូមទៅនឹងថ្នាំអញ្ចឹងតកតងទៅនឹងការដោះស្រាយគឺយើងត្រូវដឹងតកតងទៅនឹងមូលហេតុបង្កទៅលើបញ្ហាជំងឺក៏ដូចជាយើងត្រូវដឹងពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រក្នុងការថែទាំសុខភាពព្រោះជំងឺផ្សិតនៅដំណាក់កាលដំបូងទោះជាយើងមិនញ៉ាំថ្នាំក៏វាអាចជាដោយខ្លួនឯងដែរនៅពេលដែលយើងថែទាំសុខភាពបានល្អយើងគេងឲ្យបានគ្រប់គ្រាន់ញ៉ាំទឹកឲ្យបានច្រើនយើងញ៉ាំចំណីអាហារដែលល្អហើយសម្រាប់ជំងឺសេកមាន់វិញជំងឺសេកមាន់គឺជាប្រភេទជំងឺកាមរោគដែលវាបង្កឡើងដោយពពួកវ៉ៃរុសម្យ៉ាងដែលមានឈ្មោះថា HPV ដែលជាពពួកវ៉ៃរុសមហារីកអញ្ចឹងនៅពេលណាដែលស្ត្រីឬក៏បុរសដែលគាត់មានទៅលើបញ្ហាជំងឺសេកមាន់ពពួកមេរោគផ្ទុកក្នុងឈាមវាអាចនឹងមានការហានិភ័យខ្ពស់បង្កទៅជាបញ្ហាមហារីកបានស្ត្រីអាចបង្កទៅជាបញ្ហាមហារីកទ្វារមាសឬក៏បញ្ហាមហារីកមាត់ស្បូនហើយសម្រាប់បុរសអាចបង្កទៅជាបញ្ហាមហារីកលឹងបាននៅពេលដែលគាត់កើតមានទៅលើជំងឺសេកមាន់រ៉ាំរ៉ៃដែលគាត់មិនបានដោះស្រាយឲ្យបានត្រឹមត្រូវបន្តទុករហូតដល់ដុំសាច់សេកមាន់ដុះកាន់តែច្រើនចាអញ្ចឹងទៅលើការព្យាបាលបងប្អូនចង់ដឹងថាការព្យាបាលបែបណាទទួលបានផលចាធ្វើការកាត់ឬមួយក៏ព្យាបាលដោយការញ៉ាំថ្នាំបងប្អូនអាចធ្វើការតាក់ទងសួរព័ត៌មានលម្អិតនៃគ្រូបន្ថែមតាមរយៈ Telegram បាន